ក្នុងគម្ពីរពីលីបចំពុក1ខ21បានប្រាប់ថាខ្ញុំរស់សម្រាប់ព្រះគ្រីស្ទហើយបើស្លាប់ទៅដូចជាកម្រៃយើងមិនអាចស្លាប់ទៅជាកម្រៃបានទេបើយើងមិនរស់សម្រាប់ព្រះគ្រីស្ទទេជីវិតចលនាការគិតរបស់យើងដែលមិនបានលើកតម្កើងព្រះគ្រីស្ទការស្លាប់របស់យើងគឺអត់ប្រយោជន៍ស្អីទាំងអស់គ្មានតម្លៃស្អីទាំងអស់បើសកម្មភាពរបស់យើងការគិតរបស់យើងពាក្យសម្ដីរបស់យើងចិត្តរបស់យើងដកអធិបតេយ្យភាពដកអត្ថិភាពនៃព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទគ្រប់យ៉ាងនឹងត្រឡប់ទៅជាទទេហើយឥតប្រយោជន៍ទាល់តែសោះទោះបីសកម្មភាពរបស់យើងនោះអស្ចារ្យប៉ុណ្ណាក៏ដោយសកម្មភាពរបស់យើងនោះមើលទៅរំជើបរំជួលប៉ុណ្ណាក៏ដោយប៉ុន្តែបើមិនលើកតម្កើងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទេគឺសុទ្ធតែជាសកម្មភាពដែលផ្ដល់ផលប្រយោជន៍ទៅអរិយសាតាំងទាំងអស់